ហារពេលព្រឹកគឺសំខាន់ណាស់សម្រាប់បងប្អូនទាំងអស់គ្នាអ្នកណាខ្លះដែល skip អាហារពេលព្រឹកអត់ប៉ុន្តែសម្រាប់ខ្ញុំតិចតួចក៏ដោយគឺខ្ញុំត្រូវតែមានអាហារពេលព្រឹកអញ្ចឹងថ្ងៃនេះជាចុងសប្តាហ៍អញ្ចឹងសូមអាហារពេលព្រឹករៀងច្រើនបន្តិចណារាល់ដងមួយកូនចានទូចជាមួយនឹងកាហ្វេមួយកែវគឺវាគ្រប់គ្រាន់សម្រាប់ខ្ញុំហើយថ្ងៃនេះខ្ញុំបានតែញ៉ាំអាហារពេលព្រឹកមួយនៅក្បែរទូតពងយើងនឹងឯងដែលយើងហៅថាចៃហុងបាយមាន់ខ្ចប់ស្លឹកឈូកបាយគាត់តំណងមែនតែនហើយតម្លៃវិញគឺទទួលយកបានបងប្អូនឃើញអត់មើលមាត់ខ្ញុំញ៉ាំគឺថាឆ្ងាញ់តែម្ដងថ្ងៃមុនខ្ញុំក៏កំងបាយមាន់អាំងខ្ចប់ស្លឹកឈូកនេះដែរខ្ញុំឃើញថាបាយមាន់ស្ងោរខ្ចប់ស្លឹកឈូកក៏ឆ្ងាញ់ដែរប៉ុន្តែដោយសារតែកន្លែងគាត់គឺដាក់ឲ្យយើងច្រើនហ្មងជាពិសេសដូចខ្ញុំខ្ញុំអត់សូវញ៉ាំច្រើនទេខ្ញុំឃើញមានតែអញ្ចឹងទេប៉ុន្តែខ្ញុំញ៉ាំតិចមួយញ៉េបហ្នឹងអញ្ចឹងខ្ញុំក៏អត់យកជាមួយនឹងបាយស្ងោរខ្ចប់ស្លឹកចេកទេដោយសារខ្ញុំឃើញបងប្រុសដែលគាត់អង្គុយញ៉ាំចិត្តខ្ញុំហ្នឹងមួយចានធំហ្មងហើយខ្ញុំសួរថាអាចដាក់តិចជាងនឹងបានអត់គាត់ថាំងបាយធម្មតាគឺប៉ុណ្ណឹងហើយសាច់ធម្មតាក៏ប៉ុណ្្នឹងដែរអញ្ចឹងទៅខ្ញុំក៏ម៉ងបាយមាន់អាំងនេះវិញបងប្អូនឃើញគឺឆ្ងាញ់ហើយសម្រាប់ខ្ញុំកាហ្វេតើតែឆុងខ្លួនឯងអញ្ចឹងបើខ្ញុំចេះញ៉ាំបើសិនជាខ្ញុំទិញកន្លែងគេផ្សេងខ្ញុំអត់ចេះញ៉ាំទេតាមពិតកាហ្វេហ្នឹងក៏ជាកាហ្វេកញ្ចប់ដែរប៉ុន្តែខ្ញុំចូលចិត្តកាហ្វេក្តៅហើយកន្លែងបាយមាន់នេះខ្ញុំ recommend ទៅកាន់បងប្រុសហ្មងដោយសារខ្ញុំទៅញ៉ាំមកហាងហ្នឹងសង្កប់តុកអត់មានស្រីទេមានស្រីតែខ្ញុំម្នាក់សិតតែប្រុសហើយពួកគាត់ញ៉ាំច្រើនណាអញ្ចឹងខ្ញុំគិតថាហាងនេះបើសិនជាបងប្រុសដែលគាត់ស្គាល់ហាងនេះអាហារពេលព្រឹកគឺត្រូវហ្មងសម្រាប់ពួកគាត់ដោយសារតែដាក់ច្រើនសម្រាប់ពួកគាត់អ្នកខ្លះច្រើនប៉ុណ្្នឹងហើយគាត់នៅតែថែមបាយសមួយចាន2ចានទៀតណាអញ្ចឹងខ្ញុំសូមទៅសើហ្មងហើយសម្រាប់ចុងក្រោយដោយសារតែខ្ញុំទៅញ៉ាំលើកមុនគឺគេមានដាក់ទឹកស៊ុបឲ្យនេះខ្ញុំញ៉ាំចិត្តអស់ហើយបានឃើញគាត់យកទឹកស៊ុបមកឲ្យទឹកស៊ុបគាត់ក៏ឆ្ងាញ់ដែរប៉ុន្តែសម្រាប់ខ្ញុំថាបើសិនជាបានទឹកស៊ុបរបៀបต้มយำរឹតតែល្អអញ្ចឹងបើសិនជាបងប្អូនចង់រកកន្លែងអាហារដែលច្រើនឆ្ងាញ់គុណភាពល្អហើយតម្លៃសមរម្យទៀតមួយចាននេះតែ 9000 ទេបងប្អូនកុំភ្លេចណាហាងអាហារបាយព្រឹកគេហៅថាចៃហុងបាយមាន់ខ្ចប់ស្លឹកឈូកនៅក្បែរទួតពងអញ្ចឹងបងប្អូនអាចsearch Google បានអញ្ចឹងទាំងអស់គ្នាអរគុណច្រើនសម្រាប់ថ្ងៃនេះបានមើលវីដេអូអាហារពេលព្រឹករបស់ខ្ញុំបាយបាយ